កុមារគិតថាមានកែវមួយកុមារជឿថាប្រសិនបើយើងទូរទស្សន៍នោះសារតែបញ្ជូរនឹងកំពុះដែរកុមារជឿទៅតាមអ្វីដែលពួកគេមើលឃើញអ្វីគ្រប់យ៉ាងដែលកុមារមើលឃើញនៅក្នុងទូរទស្សន៍គឺជាការពិតសម្រាប់ពួកគេប្រសិនបើមិនជឿទេសូមក្រឡេកមើលការពិសោធន៍ខាងក្រោមបន្ទាប់ពីបែងចែកកុមារជា3ក្រុមហើយក្រុមទី1គេបានបង្ហាញសកម្មភាពវាយប្រហារលើតុក្កតាឲ្យពួកគេមើលសម្រាប់ក្រុមទី2គេបានបង្ហាញការស្រឡាញ់ថ្នាក់ថ្នមនិងយកចិត្តទុកដាក់ចំពោះតុក្កតាឲ្យកុមារមើលក្រុមទី3គេបានបង្ហាញទង្វើប្រងើយកន្តើយមិនចាប់អារម្មណ៍ចំពោះតុក្កតាឲ្យកុមារមើលមួយសន្ទុះក្រោយមកគេបាននាំកុមារក្រុមទី1ឲ្យចូលបន្ទប់នោះពេលចូលដល់បន្ទប់ភ្លាមពួកគេក៏ធ្វើសកម្មភាពតាមអ្វីដែលពួកគេបានឃើញមុននេះបន្តិចទាំងនេះគឺជាកុមារក្រុមទី2ដែលបានឃើញគំរូការស្រឡាញ់ថ្នាក់ថ្នមទោះបីនៅចិត្តនោះមានកំបិតក៏ដោយក៏ពួកគេមិនបានប្រើវាដែរពួកគេធ្វើតាមនៅអ្វីដែលពួកគេបានឃើញដូចបេះបិទកុមារក្រុមទី3ក៏ធ្វើតាមអ្វីដែលពួកគេមើលឃើញដែរប្រព័ន្ធផ្សព្វផ្សាយពិតជាមានឥទ្ធិពលខ្លាំងណាស់តើអ្នកដឹងទេ